ជួបគ្នាសាជាថ្មីម្ដងទៀតនៅ EE Supply Cambodia នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពី MCCB របស់ Schneider ដែលវាមានទំហំតូចហើយគុណភាពល្អហើយនឹងជាពិសេសនោះគឺតម្លៃសមរម្យអញ្ចឹងបងប្អូនមើលទាំងអស់គ្នានៅក្នុងទីនេះគឺយើងមានប្រភេទ Easy Pack MCCB ដែលមាន breaking capacity របស់វា50 kA នៅលក្ខខណ្ឌយើងប្រើតង់សង់220ឬក៏230 V ហើយនឹង25 kA នៅលក្ខខណ្ឌយើងប្រើតង់សង់380ទៅ400 V រីឯប្រើបាន20 kA នៅក្នុងលក្ខខណ្ឌតង់សង់440 V ហើយប្រភេទនេះដែរគឺវាមានទំហំតូចហើយយើងនៅ EE Supply យើង supply ផ្គត់ផ្គង់មានចាប់ពី63 ampere ឡើងតទៅដូចគ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមើលនៅក្នុងpacking របស់វាគឺខ្ញុំនឹងបើកឲ្យបងប្អូនទាំងអស់គ្នាមើលអញ្ចឹងប្រភេទ MCCB នេះគឺយើងភ្ជាប់មកប្រភេទការពារពី phá មួយទៅ phá មួយឲ្យឆ្លងគ្នាហើយវាមាន screw ហើយកន្លែងមើលខាងក្នុងគឺរូបរាងវាគឺវាបែបនេះអញ្ចឹងបងប្អូនអាចមើលឃើញ model វានៅទីនេះបានហើយរូបរាងវាគឺបែបនេះហើយនេះគឺជា data sheet របស់វានៅពេលដែលបងប្អូនអាច scan ទៅ spec របស់វា80 ampere ហើយគឺទៅតាម follow ទៅតាម standard IEC របស់អន្តរជាតិហើយនឹងទាំងនៅស្រុកខ្មែរក៏យើងប្រើទៅតាមនឹងគ្នាដែរអត់ខុសគ្នាទេបងប្អូនហើយប្រភេទនេះគឺវាតម្លៃថោកមែនតើអញ្ចឹងបើមានតម្រូវការអាចតាក់ទងមកកាន់ EE Supply យើងដាក់តម្លៃជូនទៅកាន់បងប្អូនវិញទាំងអស់គ្នា